ទោះបីជាជីវភាពរបស់គ្រួសារខ្ញុំអត់ល្អមែនតែពួកគាត់គឺតែងតែលើកទឹកចិត្តថាឲ្យខិតខំរៀនសូត្រទោះជួបឧបសគ្គយ៉ាងណាក៏ដោយក៏ត្រូវតែពុះពែបានដើម្បីមានអនាគតភ្លឺស្វាងតាំងពីខ្ញុំចូលរៀនដំបូងមកគឺខ្ញុំអត់មានកង់ជិះទេខ្ញុំកាលណាខ្ញុំដើរមករៀនមួយបងកាលណាដើរមកទៅឯងពោះរៀនវេនខុសគ្នាហើយពេលមកដល់សាលាអីមានផលបាក់ច្រើនពួកខ្លះណាអត់មានលុយមករៀនខ្លះណាអត់មានលុយសម្រាប់ទិញសម្ភារៈសិក្សាខ្លះណាអត់មានម្ហូបញ៉ាំបាយទេគាត់សូចិត្តទុកលុយនោះទិញសភៅទិញប៊ិចឲ្យខ្ញុំរៀនហើយក៏រៀនជឿចាត់ដែរខ្ញុំខិតខំប្រឃើញកូនរៀនឆ្លាតក៏ខិតខំតស៊ូក្នុងនាមខ្ញុំជាម្ដាយម្នាក់ដែលខំរកលុយចិញ្ចឹមកូនដើម្បីឲ្យកូនមានលុយទៅរៀនឲ្យបានដូចគេពេលឃើញកូនទៅរៀនបានជាចំណាប់ថ្នាក់ល្អខ្ញុំសប្បាយចិត្តខ្លាំងណាស់ការខិតខំតស៊ូរបស់ខ្ញុំក៏ខ្ញុំក៏មិនរាថយទេគាត់មកពីសាលារៀនវិញគាត់តែងតែជួយខ្ញុំពេលខ្ញុំដាំបន្លែក៏គាត់ជួយដាំបន្លែពេលខ្ញុំសក់កន្លានក៏គាត់ជួយសក់កន្លានខ្ញុំក៏ដល់ការដែលគាត់ខំរៀនខ្ញុំគាត់តែនិយាយថាកូនម៉ែអត់បានខំរៀនឲ្យកូនខំរៀនឲ្យបានច្រើនកុំអុយលំបាកដូចម៉ែខ្ញុំនឹងធ្វើក្រុមមុខការឲ្យតែនិយាយទៅឲ្យតែបានលុយក្នុងមួយថ្ងៃ10000ឬក៏20000គឺសន្សំរាល់ថ្ងៃដើម្បីឲ្យកូនរៀនឲ្យចប់នៅពេលដែលខ្ញុំឃើញពុកម្ដាយខ្ញុំលំបាកបែបនេះខ្ញុំក៏មានការតាំងចិត្តថាត្រូវតែខិតខំរៀនសូត្រដើម្បីបានការងារធ្វើដើម្បីចិញ្ចឹមពួកគាត់វិញហើយក៏ចាប់ពីពេលនោះមកខ្ញុំខំរៀនមកដល់10ថ្ងៃគម្រោងបានដល់ជូនខ្ញុំដូចជាកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាជាច្រើនដើម្បីផ្គត់ផ្គង់ការរៀនសូត្រព្រោះបើអត់មានអានោះទេគឺជីវភាពខ្ញុំគឺអត់ល្អទេបាទតាមរយៈការជួយគ្រប់គ្រងពីគម្រោងបាទសិស្សដែលមានជីវភាពខ្វះខាតសិស្សក្រីក្រសិស្សលំបាកសិស្សនៅឆ្ងាយសាលាយើងទទួលបានអាហារូបករណ៍ពីគម្រោងក្រោយពីសិស្សានុសិស្សដែលមានជីវភាពខ្វះខាតគាត់ទទួលបានអាហារូបករណ៍ពីគម្រោងក្នុងនាមខ្ញុំជានាយកសាលាពិតជាមានសេចក្តីសុំរីករាយសប្បាយចិត្តដោយសង្កេតឃើញថាសិស្សដែលគាត់ប្រឈមនឹងបោះបង់ការសិក្សាទៅពេលដែលមានគម្រោងជួយគឺកាត់បន្ថយសិស្សបោះបង់ការសិក្សាបានមួយចំណែកហើយគាត់មានមធ្យោបាយជិះមកសាលាគាត់មករៀនបានទៀងពេលហើយការសិក្សារបស់គាត់មានភាពប្រសើរឡើងជាងមុនដែរខ្ញុំជឿជាក់ថាការអប់រំនឹងនាំពួកយើងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ